ការរោគរោគនៃជំងឺមហារីកពេញប្រូស្តាតគឺភាគច្រើនគឺយើងរោគរោគចំពោះបរិះចាប់ពីវ័យ50ឆ្នាំឡើងទៅនឹងគ្មានកត្តាប្រឈមផ្សេងទៀតមានថាបរិះទូទៅអញ្ចឹងក៏បរិះទូទៅអត់មានកត្តាប្រឈមទេយើងគាត់អាចរោគរោគនៅអាយុ50ឆ្នាំទី2បរិះដែលមានកត្តាប្រឈមមួយចំនួនដែលយើងត្រូវរោគរោគមុនអាយុ50ឆ្នាំដូចជាទី1បរិះដែលមានជនជាតិស្បែកខ្មៅបរិះដែលមានដែលជាជនជាតិស្បែកខ្មៅគឺភាគច្រើនគឺគេឲ្យរោគជំងឺនេះក្នុងកំឡុងពេលអាយុ45ឆ្នាំនិងមួយទៀតតកតងជាមួយនឹងប្រវត្តិគ្រួសារបើសិនជាឪពុកគាត់មានបងប្រុសគាត់មានគាត់គួរតែរោគរោគនៅអាយុ40ឆ្នាំឬក៏ករណីដែលគ្រួសារហ្នឹងគឺមាន gen BRCA1 ឬក៏2ដែលក្នុងគ្រួសារនោះមានម្ដាយកើតជំងឺមហារីកសណ្តាន់ឬក៏មហារីកដៃស្បូននេះជាដើមហើយក៏មានកត្តាប្រឈមមួយចំនួនទៀតដូចជាអ្នកជំងឺដែលគាត់ធ្វើការនៅតំបន់ផ្សេងទី2កត្តាអ្នកជំងឺដែលជក់បារីនិងមួយទៀតចំពោះអ្នកជំងឺដែលលើសទម្ងន់